ជំរាបសួរមិត្តសិក្សាទាំងអស់គ្នាដូចជាបងប្អូនដែលកំពុងសិក្សាភាសាអង់គ្លេសថ្ងៃនេះខ្ញុំមានវិជ្ជាមួយលើកយកមកដើម្បីបង្ហាញដល់បងប្អូនសង្ឃឹមថាបងប្អូនបន្ទាប់ពីរៀននៅវិជ្ជានឹងហើយនឹងអាចយល់ច្រើននិងអាចចេះប្រើផងដែរណាអូខេpresent simple future នេះគឺខ្ញុំលើកយកមក3ចំណុច3ទម្រង់គឺ positive form negative form ហើយនិង question form អូខេសូមបងប្អូនសិក្សាបងប្អូនសិក្សាតទៅជាមួយនឹង positive form ទាំងអស់គ្នា positive form មានរូបមន្ត subject plus be going to plus verb plus object plus object subject កន្លែងនេះគឺជាប្រធានបូក be going to បបែរថានឹងណាហើយ be កន្លែងនេះគឺស្មើទៅលើ am is are ណា am is are be going to plus verb plus object អូខេសូមមើលឧទាហរណ៍ទាំងអស់គ្នា 1 I am going to ride a bike I am going to ride a bike ខ្ញុំនឹងជិះកង់ខ្ញុំនឹងជិះកង់ពាក្យ am going to ហ្នឹងបបែរថានឹងណាវាបង្ហាញពីអនាគតកាលNumber 2 my students are going to take the exam សិស្សរបស់ខ្ញុំនឹងធ្វើការប្រឡងនឹងធ្វើការប្រឡង are going to are កន្លែងនេះយើងប្រើ are ដោយសារតែ student ហ្នឹងគឺច្រើនណាជាសិស្សច្រើនចឹងហើយយើងប្រើ are going to take the exam Number 3 she is going to fly to Paris to Paris នាងនឹងធ្វើការហោះហើរទៅទីក្រុងប៉ារីសទីក្រុងប៉ារីសគឺនៅប្រទេសបារាំងណាAnd number 4 my dad is going to buy a new car មើលថាប៉ារបស់ខ្ញុំនឹងទិញឡានថ្មីប៉ារបស់ខ្ញុំនឹងទិញឡានថ្មី My dad is going to buy a new car នឹងទិញឡានថ្មីOkay number 5 he is going to meet my sister he is going to meet my sister គាត់នឹងជួបប្អូនស្រីរបស់ខ្ញុំគាត់នឹងជួបប្អូនស្រីរបស់ខ្ញុំណាអូខេនេះគឺជាទម្រង់ស្របរបស់ simple future ជាមួយនឹង be going to be going to បញ្ជាក់ម្ដងទៀតនេះគឺជាទម្រង់ស្រប positive form ដែលមានរូបមន្ត subject plus be going to plus verb plus object ហើយ be going to ហ្នឹងគឺយើងបកប្រែជាភាសាខ្មែរគឺបកប្រែថានឹងណាហើយយើងប្រើ be going to នេះបូកជាមួយនឹង verb be going to បូកជាមួយ verb plus verb វា show តតងទៅនឹង simple future បង្ហាញពីអនាគតកាលណាអូខេសូម move to negative form everyone please move to negative form all together Okay negative form subject plus be plus not យើងត្រូវថែម not តែយើងណា complete not be plus not be កន្លែងនេះស្មើលើ am is are plus not plus going to plus verb plus object yes example my teacher isn't isn't ហ្នឹងមកពាក្យ to be បូកជាមួយនឹង not អានេះជាទម្រង់កាត់ណាវាជា contraction of verb to be plus not វាជាទម្រង់កាត់របស់ to be និង not ណា isn't going to come to class គេថាគ្រូរបស់ខ្ញុំនឹងមិនមកថ្នាក់នោះទេនឹងមិនមកថ្នាក់នោះទេ isn't គឺបបែរថានឹងមិន isn't going to បបែរនឹងមិនណាវាបង្ហាញពីការមិនធ្វើអ្វីមួយនៅក្នុងអនាគតកាលNumber 2 my boss isn't going to play football My boss isn't going to play football មានថាមេរបស់ខ្ញុំនឹងមិនលេងបាល់ទាត់ជាមួយខ្ញុំទេមេរបស់ខ្ញុំនឹងមិនលេងបាល់ទាត់ជាមួយខ្ញុំនោះទេ Number 3 she isn't going to visit our house She isn't going to visit our house នាងនឹងមិនទស្សនាឬក៏មកលេងផ្ទះរបស់ពួកយើងនោះទេណា She isn't going to visit our house នាងនឹងមិនមកលេងផ្ទះរបស់ពួកយើងនោះទេ Number 5 They aren't going to study French they aren't going to study French ពួកគេនឹងមិនសិក្សាភាសាបារាំងនោះទេ French ណា
friend ហ្នឹងគឺភាសាបារាំង French yeah friend number 5 we aren't going to be on time ពួកយើងនឹងមិនទាន់ពេលវេលានោះទេ on time ទាន់ពេលវេលាណា on time ដល់ពេលយើងប្រើ aren't going to be on time មានថាមិនទាន់ពេលវេលាទេពួកយើងនឹងមិនមកទាន់ពេលវេលានោះទេណានឹងមិនមកទាន់ពេលវេលាអាចថាពេលថ្ងៃពេលអនាគតកាលហ្នឹងគឺគេអាច level ធ្វើអ្វីមួយអញ្ចឹងហើយមកគេអាចនិយាយថាពួកយើងនឹងមិនមកទាន់ពេលវេលានោះទេណា we aren't going to be on time yep okay នេះគឺជាទម្រង់ negative this is the negative form I hope all of you understand about this form everyone and remember this form too easy to write and speak too everyone so please move to question form តោះឥឡូវសូមទៅមើល question form ទាំងអស់គ្នា yeah okay simple future question form to be plus subject plus going to plural plus object and question mark yeah and question mark example are you going to speak Chinese are you going to speak Chinese yeah តើអ្នកនឹងនិយាយភាសាចិនទេ yeah តើអ្នកនឹងនិយាយភាសាចិនទេបើសិនតែយើងនិយាយយើងអាចឆ្លើយថា yes I am ណាវាអត់ចេះឆ្លើយគ្នាយើងណា yes I am បើសិនជាអត់ទេ no I am not ណា no I am not ដោយសារអីបើយើងឆ្លើយ am to be ដោយសារយើងស៊ូ to be ដែរណាចា yes I am បើអត់ទេ no I am not okay number 2 she is going to drink coffee តើនាងនឹងផឹកកាហ្វេទេ yeah តើនាងនឹងផឹកកាហ្វេទេIs she going to drink coffee? បើសិនជាផឹក Yes, she is. But then no, she isn't. No, she isn't. Yeah. គឺនាងមិនផឹកទេណា And number 3, everyone. Are we going to stay outside? Are we going to stay outside? តើពួកយើងនឹងស្នាក់នៅខាងក្រៅឬតើពួកយើងនឹងស្នាក់នៅខាងក្រៅឬបើសិនជាស្នាក់នៅខាងក្រៅ Yes, we are. ឬក៏អត់ទេ no we aren't yeah we are ហ្នឹងគឺវាជា contraction របស់ពាក្យ we are not yeah we are not yeah វាជាទម្រង់កាត់របស់ពាក្យ we are not ណា and number 4 are they going to play ball are they going to play ball តើពួកគេនឹងលេងបាល់ឬតើពួកគេនឹងលេងបាល់ឬបើសិនជាលេង yes they are បើអត់ទេ no they aren't No, they aren't. Yeah, no, they aren't. And number 5, is your sister going to be on stage? Is your sister going to be on stage? តើបងស្រីរបស់អ្នកនឹងនៅលើឆាកឬអាចថាគាត់ជា singer ឬ dancer អីយ៉ាងទៅណាឬក៏ reporter or speaker yeah អញ្ចឹងហើយបានយើងអាចសួរអញ្ចឹងណា Is your sister going to be on the stage yeah បើសិនជានៅលើឆាក stage ហ្នឹងបើបែរឆាកណាបើសិនជា your sister នៅលើឆាកយើងប្រើ yes she is yeah បើទេ no she isn't no she isn't okay នេះគឺជាទាំង3ទម្រង់ this is the 3 form of simple future everyone simple futures Okay ឥឡូវយើង I hope all you understand about the 3 form so move to the usage how can we use simple future with be going to yeah with be going to okay let's go okay simple future use simple future be going to remember យើងបញ្ជាក់ច្បាស់ណា simple future ជាមួយនឹង be going to កាលពីថ្ងៃមុនយើងរៀនតទៅជាមួយនឹង will តែថ្ងៃនេះយើងរៀនតទៅជាមួយនឹង be going to តើវាប្រើយ៉ាងម៉េច simple future be going to is used to talk about definite plan yeah definite plan បញ្ជាក់ណា definite plan ផែនការជាក់លាក់ definite plan for the future that were made before the moment of speaking simple future នេះគឺបបថាអនាគតកាលធម្មតាជាមួយនឹង be going to ត្រូវបានគេប្រើប្រាស់និយាយអំពីផែនការជាក់លាក់សម្រាប់ថ្ងៃអនាគតយ៉ាផែនការជាក់លាក់ណាមួយសម្រាប់ថ្ងៃអនាគតដែលត្រូវបានបង្កើតមុនពេលឥឡូវនេះនៃការនិយាយមុនពេលនិយាយមានថាត្រូវបានបង្កើតមុនការនិយាយ
គឺយើងមាន definite plan យើងមាន clear plan ពីមុនមកហើយយើងបានរៀបគម្រោងទុកមុនហើយណាមុននឹងយើងធ្វើអ្វីមួយអូខេបើសិនតែយើងហ៊ានប្រើ future simple ជាមួយនឹង be going to មានន័យថាយើងមានផែនការទុកជាមុនណាតែសកម្មភាពហ្នឹងនឹងវាកើតនៅថ្ងៃអនាគតទេតែគាត់តែយើងបង្កើតគម្រោងការមុនណាមុននឹងការនិយាយអូខេឧទាហរណ៍ I am going to visit my mom tomorrow ខ្ញុំនឹងទៅលេងម៉ាក់ផ្ទះទៅលេងសួរសុខទុក្ខម៉ាក់របស់ខ្ញុំនៅថ្ងៃស្អែកនឹងមានន័យថាយើងបានគិតពី3ថ្ងៃឬក៏កន្លះខែមួយខែពីមុនមកហើយណាសំខាន់គឺមុនពេលឥឡូវនេះអត់តែយើងបានគិតទុកគឺយើងប្រើ be going to បើសិនជាអត់បានគិតទុកទេយើងប្រើជាមួយនឹង will ណាដែលយើងរៀនថ្ងៃមុនអូខេ number 2 she is going to stay with me next week នាងនឹងស្នាក់នៅជាមួយខ្ញុំនៅសប្តាហ៍ក្រោយយ៉ាគឺយើងមានផែនការគម្រោងទុកហើយហើយគាត់ជាប្តីប្រពន្ធឬក៏បងប្អូនឬក៏មិត្តភ័ក្តិអីចឹងទៅណា yes អូខេ number 3 my mom is going to arrive here next month យ៉ាម្ដាយរបស់ខ្ញុំនឹងមកដល់ទីនេះនៅខែក្រោយអាចថាគាត់មកពីប្រទេសក្រៅឬមកពីខេត្តផ្សេងយ៉ាងទៅណានេះគឺជាគោលការណ៍ជាគម្រោងការរបស់ម៉ាក់របស់ខ្ញុំណាគាត់អាចនិយាយថាខែក្រោយខ្ញុំនឹងទៅដល់ហើយគាត់អាចនិយាយចឹងណាអានេះជាគម្រោងការដែលគាត់បង្កើតឡើងមានភាពច្បាស់លាស់ណាយ៉ាអូខេ and number 4 my dad is going to play ball with me next day មានថាប៉ារបស់ខ្ញុំនឹងលេងបាល់ជាមួយខ្ញុំនៅថ្ងៃក្រោយយ៉ាអានេះគឺគាត់សន្យាគាត់ promise ជាមួយនឹងខ្ញុំថាថ្ងៃក្រោយគាត់នឹងលេងបាល់ជាមួយខ្ញុំណាអានេះជាគម្រោងការដែលគាត់បានសន្យាគាត់បានគ្រីបផែនការទុកជាមុនណាមានភាពច្បាស់លាស់ណាឲ្យតែមានភាពច្បាស់លាស់ដែលមានគម្រោងការពីមុនមកដែលយើងបានកាត់ឡើងរៀបចំទុកមុនហើយគឺយើងប្រើ future simple ជាមួយនឹង be going to ណាអូខេ and number 5 my friend is going to be here tomorrow មិត្តភ័ក្តិរបស់ខ្ញុំនឹងនៅទីនេះទៅថ្ងៃស្អែកមិត្តភ័ក្តិរបស់ខ្ញុំនឹងនៅទីនេះថ្ងៃស្អែកណាមានន័យថាផែនការដែលគាត់បានរៀបចំទុកហើយគាត់នៅទីនេះថ្ងៃស្អែកគាត់នៅទីនេះហើយណាយ៉ាគាត់សន្យាឬគាត់បាននិយាយណាអូខេនេះគឺជាទម្រង់ simple future គ្នាខ្ញុំគិតថាគឺវាច្រើនគួរសមហើយសង្ឃឹមថាបងប្អូននឹងអាចយល់ទៅប្រើប្រាស់បានណាហើយបើសិនជាឆ្ងល់អីយើងអាច drop your comment below my channel everyone and at the end of the lesson I would like to say thank you for everyone for watching these videos and I hope after you watch this video you can write you can understand about simple future altogether with be going to okay I would like to say goodbye everyone see you next videos